វាធ្វើ sticker ជូតៗដែលគេកំពុងតែល្បីមែនតើនៅលើ TikTok នៅលើ Facebook ដែលគេបង្ហោះប្រងព្រាតឥឡូវដើម្បីធ្វើអញ្ចឹងបានបងប្អូនមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាតើគេធ្វើយ៉ាងម៉េចជាដំបូងបងប្អូនចូលមកក្នុង chat GPT មកបងប្អូនត្រូវតែមាន prompt មួយ prompt ហ្នឹងខ្ញុំអាចដាក់នៅនឹង comment ឲ្យបងប្អូនយកទៅ copy paste បានបន្ទាប់ពីបងប្អូនមាន prompt ហ្នឹងហើយបងប្អូនទៅស្វែងរករូបណាដែលបងប្អូនពេញចិត្តដើម្បីមកធ្វើ sticker ហ្នឹងបន្ទាប់ពីបងប្អូនរើសរករូបដែលបងប្អូនពេញចិត្តហើយបងប្អូនធ្វើការ copy អា prompt ដែលខ្ញុំដាក់ឲ្យនៅក្នុង comment ហ្នឹងបងប្អូនយកទៅផាសបញ្ចូលទៅជាមួយនឹងរូបភាពហ្នឹងទៅវានឹងបង្កើតបានជារូបភាពមួយដែល Chat GPT ធ្វើឲ្យយើងបងប្អូនទៅធ្វើក្នុង Chat GPT ក៏បាននៅក្នុង Google Gemini ក៏បានដែរសម្រាប់ពីរហ្នឹងបងប្អូនអាចធ្វើបានដូចគ្នាហើយសម្រាប់បងប្អូនដែលចង់ដឹងថាធ្វើមិនបងប្អូនមើលវីដេអូហ្នឹងចាប់ទៅបងប្អូនដឹងហើយកុំភ្លេចជួយចុច like ចុច share វីដេអូនេះម្នាក់មួយផងដើម្បីចេះធ្វើទាំងអស់គ្នា